ជួបគ្នាម្ដងទៀតបងប្អូននៅវីដេអូនេះខ្ញុំសូមណែនាំបងប្អូនពីរបៀបដើម្បីទៅយក API key របស់បងប្អូនឲ្យខ្លួនឯងអញ្ចឹងសម្រាប់ការប្រើប្រាស់ tool នេះខ្ញុំសូមណែនាំឲ្យបងប្អូនប្រើប្រាស់នៅលើ computer តាមពិតនៅលើទូរស័ព្ទក៏ប្រើបានដែរក៏ប៉ុន្តែ layout ឬក៏រូបរាងរបស់វាអីអាចនឹងអត់សូវបានស្អាតបាតដូចដែរនៅលើ computer ឯងសម្រាប់ចំណុចនេះគឺខ្ញុំនឹង update បន្ថែមនៅពេលក្រោយអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មាន API key ដើម្បីដាក់ចូលនៅកន្លែងនេះដើម្បីបានប្រើប្រាស់ទេអញ្ចឹងបងប្អូនធ្វើតាមជំហានរបស់ខ្ញុំមួយបងប្អូនគ្រាន់តែចុចពាក្យថា get key ពេលដែលចុច get key គឺវានឹងនាំបងប្អូនមកបើកនៅផ្ទាំងមួយទៀតឈ្មោះថា Google AI Studio អញ្ចឹងអីដែលបងប្អូនត្រូវធ្វើគឺបងប្អូនគ្រាន់តែគ្រីសហើយ continue តាមវាទៅអូខេយើងរងចាំវាបន្តិចអានេះដោយសារតែខ្ញុំ log in ជាមួយនឹង account របស់ខ្ញុំហើយប្រសិនបើបងប្អូនអត់ទាន់ log in ជាមួយនឹង account Google របស់បងប្អូនទេវាតម្រូវឲ្យបងប្អូន log in មួយសិនអត់មានអីបាក់ទេពេលដែលបងប្អូន log in មកគឺវានឹងបង្ហាញបងប្អូនទាំងអស់គ្នានៅ API key នៅផ្ទាំង API key នេះមួយប៉ុន្តែបើសិនជាបងប្អូនអត់ឃើញថាមាន key នៅនេះទេអញ្ចឹងបងប្អូនអាចបង្កើត key ថ្មីបានដើម្បីបង្កើត key ថ្មីបានបងប្អូនគ្រាន់តែចុចកន្លែង create API key នៅខាងលើពេលដែលចុច create API key ហើយគឺវានឹងតម្រូវឲ្យយើងចំហ project ជាទូទៅគឺវាមាន default Gemini project មួយដែលយើងអាច select នៅនឹងបានក៏ប៉ុន្តែបើសិនជាអត់មានទេបងប្អូនតម្រូវឲ្យ create project មួយទៀតដែរប៉ុន្តែបើសិនជាមានហើយបងប្អូនគ្រាន់តែចុច project ហ្នឹងហើយបងប្អូនដាក់ឈ្មោះ key ហ្នឹងទៅ key ហ្នឹងដាក់ឈ្មោះអីក៏បានដែរអាចដាក់ Gemini API key ក៏បានឬក៏ដាក់ថា Nexus key អញ្ចឹងទៅដោយសារតែខ្ញុំយក key ហ្នឹងទៅប្រើជាមួយនឹង Nexus Creator អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីហ្នឹងយើងគ្រាន់តែចុច create key ពេលដែលចុច create key ហើយបងប្អូននឹងឃើញ key ថ្មីមួយ load មកឈ្មោះវាដែលយើងបានដាក់មិញនេះមានឈ្មោះថា Nexus key ហើយនេះគឺជា API key របស់យើងដែលវាបង្ហាញតែ4ខ្ទង់ចុងក្រោយទេអញ្ចឹងសម្រាប់ API key មួយនេះបងប្អូនអត់គួរចែករំលែកជាមួយនឹងអ្នកណាផ្សេងទេអញ្ចឹងបើសិនជាបងប្អូនចែករំលែក API key នឹងជាមួយមិត្តភ័ក្តិឬក៏ជាមួយអ្នកផ្សេងពេលដែលគេប្រើប្រាស់គឺគេនឹង secret របស់បងប្អូនអញ្ចឹងបើសិនជាបងប្អូនមានការ set up វា link ទៀតគឺវាអាចនឹងធ្វើការកាត់លុយបងប្អូនដែរអញ្ចឹងកុំ share អញ្ចឹងបន្ទាប់ពីយើងទទួលបាន API key នឹងរួចហើយបងប្អូនត្រូវធ្វើមិនទៀតគ្រាន់តែចុច copy កន្លែងនេះមកបានហើយចុច copy មកហើយបងប្អូនយកមកប៉ះនៅកន្លែងនេះជាការស្រេចអញ្ចឹងបងប្អូននឹងទទួលបានផ្ទាំងដើម្បីប្រើប្រាស់ដោយដែលខ្ញុំបង្ហាញកាលពីវីដេអូមុនអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយ